មួយឆ្នាំមានម្ដងចាបងប្អូនទាំងអស់គ្នាដើរលេងបែបសบายនារីសម័យថ្មីចាស្ទៀវខេតចាចូលក្លុកក្រុងប៉ែតចាបងប្អូនទាំងអស់គ្នាចាដំបងឡើយថាទៅត្រឹមគីឡូ11គីឡូ12គីឡូ13អីហ្នឹងទេបងប្អូនចាតែដោយសារទាំងឆ្នាំហ្នឹងបានដើរលេងរាល់ឆ្នាំអត់ដែលបានដើរលេងទេបងប្អូនអើយនៅតែផ្ទះធ្វើម្ហូបជុំបងប្អូនជុំម៉ែឪកូនចៅអីអញ្ចឹងណាប៉ុន្តែឆ្នាំហ្នឹងមិត្តភ័ក្តិគេទៅទិញឡានថ្មីរៀងអែមដែរអញ្ចឹងទៅគេប្រមូលដើរលេងចាហ្នឹងហើយថាទៅត្រឹមគីឡូ13អីហ្នឹងទេធ្លាទៅដល់ប៉ែតចាបងប្អូនទាំងអស់គ្នាយងអាយានមែនទេបងប្អូនណាយដើរលេងមួយឆ្នាំមានម្ដងចាយូរដើរលេងម្ដងមានសដងកូនសដងក្មួយទៅអញ៉អាញាអើយចេញចាច់ពេញផ្លូវពេញលើឡាននេះឯងបងប្អូនដោយសារតែចាស់ចង់សុបាយក្មេងក៏វាចង់សុបាយដែរអញ្ចឹងទៅប៉ុន្តែអាណិតក្មេងៗមែនទេដោយសារសើមចាសើមអញ្ចឹងទៅវាល្ងារុញក្មេងៗចូលក្នុងកាប៊ីនអស់ហើយចាស់ចេញមកក្រៅចាចេញមកកឡុកទីក្រុងប៉ែតម្ដងចាបងប្អូនទាំងអស់គ្នាហ្នឹងហើយយូរបានលេងម្ដងចាំម្ការទៀតចាធ្វើស្ទៀមម្ដងទៅបងប្អូនណាប៉ាត់ម្សៅញឹមឲ្យ500ចាអូយមែនតើប៉ែតស្ទះឯណាក៏ស្ទះលើកទី1ឯងសម្រាប់ខ្ញុំចាឱកាសចូលឆ្នាំខ្មែរបានមកលេងក្រុងប៉ែតសម្ដៅទៅគោលដៅមួយគឺផ្សាររាត្រីចាបងប្អូនទាំងអស់គ្នាដែលមានលក់របស់របរជាច្រើនមែនតើនេះខ្ញុំទៅនេះគឺគេលក់ពេលយប់ប៉ុន្តែយើងទៅដល់ល្ងាចហើយបងប្អូនចាទៅអត់ទាន់មានអីវ៉ាន់លក់ច្រើនមកហូបអីញ៉ាំច្រើនទេចាអញ្ចឹងហើយក៏រៀងយូរចិត្តនឹងលេងបន្តិចអញ្ចឹងសិនណាដោយសារតែផ្សាររាត្រីហ្នឹងគឺរៀងធំដែរចាបងប្អូនចាកន្លែងបរិស្ថានគឺស្អាតល្អចាថែរក្សាបានល្អចាហ្នឹងហើយបងប្អូនហើយកូនខ្ញុំគ្រាន់តែចុះពីលើឡានអស់30000តឯងចាបងប្អូនអាណិតកូនមែនតែនមនុស្សចូលចិត្តញ៉ាំច្រើនដល់ពេលគ្នាជិះឡានឡើង2-3ម៉ោងណាបងប្អូនទ្រាំទៅដល់ផ្សាររាត្រីដោយសារអីគឺដោយសារផ្លូវស្ទះខ្លាំងមែនតែនឱកាសចូលឆ្នាំគឺមានបងប្អូនយើងធ្វើដំណើរទៅកំសាន្តទៅនេះទៅនោះច្រើនអញ្ចឹងទៅចាបច្រាស់គ្នាអញ្ចឹងណាចាហ្នឹងហើយក្រុងប៉ែតមានលក់ម្ហូបច្រើនណាស់បងប្អូនហើយមានមឹកមានបកាមានញោមស្អីផ្សេងប្រហិតអាំងជាពិសេសគឺស៊ុបច្រើនកន្លែងមកបងប្អូនចាហ្នឹងហើយរបស់ញ៉ាំហ្នឹងគឺមានតែប្រហែលមុខហ្នឹងឯងដែលខ្ញុំចូលចិត្តញ៉ាំចាហ្នឹងហើយពេលត្រឡប់មកពីផ្សាររាត្រីវិញគឺសំដៅមកផ្ទះវិញហើយបងប្អូនណាចូលកន្លែងគេហៅស្អីគេទេតែនឹងខ្ញុំអត់ស្គាល់ឈ្មោះច្បាស់ទេបងប្អូនចាគឺមានយន្តហោះមួយចតអញ្ចឹងណាហើយគឺមានភ្លើងភ្លេចពីលើអមដោយតន្ត្រីជុំវិញហើយមានមនុស្សទៅទស្សនាច្រើនណាកន្លែងហ្នឹងគឺទៅកំសាន្តច្រើនគ្នាហ្មងចឹងបានក្មេងៗសម័យឥឡូវចេះដើរលេងបែបសบายខុសពីចាស់ជំនាន់មុនចាជីដីហុយសំពងចាហើយល្ងាទៀតចាបងប្អូនអាលាក់ក៏អាលាក់ដែរតែសម័យនេះគឺគេដើរលេងទំនើបអញ្ចឹងហើយបានថាសบายចាគេថាដេញតាមសម័យកាលអញ្ចឹងណាបងប្អូនចាសម័យដៃជោគឺសบายអញ្ចឹងទៅកូនចៅចាបងប្អូនដោយសារតែអីដោយសារតែមានផ្លូវថ្នល់ស្រួលធ្វើដំណើរចាបងប្អូនទាំងអស់គ្នាប៉ុន្តែក៏ប្រុងប្រយ័ត្នផងដែរសូមឲ្យបើវាជាឆ្ងាយគ្រោះថ្នាក់ទាំងពួងចាអរគុណច្រើនណាបងប្អូនទាំងអស់គ្នាហើយចាសម្រាប់បងប្អូនទាំងអស់គ្នាវិញបានទៅកំសាន្តនៅខាងណាដែរខ្ញុំបានតែមកកន្លែងហ្នឹងទេហើយស្អែកឡើងគឺបានមកលេងនៅផ្ទះធម្មតាទេបងប្អូនចាអរគុណច្រើនសម្រាប់ការមើលវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ហេងឆ្នាំថ្មីអរគុណច្រើនបាយបាយ